សម័យចុងអង្គរឬសម័យដុនដាបសតវត្សទី13ភាពច្របូកច្របល់ព្រះបាទឥន្ទ្រវរ្ម័នទី2ព្រះបាទជ័យវរ្ម័នទី7មានព្រះរាជបុត្រច្រើនព្រះអង្គណាស់តែគេពុំដឹងថាតើរាជបុត្រអង្គណាមួយដែលបានឡើងស្នងរាជពីព្រះអង្គហើយបានយកព្រះនាមថាឥន្ទ្រវរ្ម័នទី2នោះទេតាំងពីព្រះបាទជ័យវរ្ម័នទី7សោយទីវង្គតទៅមានវិបត្តិនយោបាយទាំងក្នុងនិងក្រៅប្រទេសយ៉ាងធ្ងន់ធ្ងរដែលគំរាមកំហែងដល់ការលូតលាស់នៃវប្បធម៌និងអរិយធម៌អង្គរនៅដើមរាជរបស់ព្រះអង្គក្នុងឆ្នាំ1216និងឆ្នាំ1218ប្រទេសខ្មែរបានកើតមាននៅចម្បាំងជាមួយនឹងប្រទេសដៃវៀតសារជាថ្មីក្នុងតំបន់ងេអានឆ្នាំ1220ទ័ពខ្មែរបានដកថយពីប្រទេសចម្ប៉ាដោយខ្លួនឯងហើយបានលើកស្ដេចចាមព្រះនាមអង្គរាជឲ្យឡើងសោយរាជនៅក្រុងវិជ័យចាប់ពីពេលនោះមកប្រទេសចម្ប៉ាក៏ទទួលបានឯករាជ្យពីប្រទេសខ្មែរប៉ុន្តែប្រទេសដៃវៀតដែលជានិច្ចកាលនិយមវៀតទីទឹកដីបានធ្វើដំណើរសន្សឹមមកទិសខាងត្បូងលេបទឹកដីចម្ប៉ាបន្តិចម្ដងរហូតទាល់តែអស់ទាំងទំនៀមទម្លាប់ទាំងប្រពៃណីនិងសាសនាហើយនិងភាសាទៀតផងនៅក្នុងសតវត្សទី13ដៃវៀតបានធ្វើវៀតណាមនីយកម្មជនជាតិចាមនិងរាជវង្សចម្ប៉ាដែលក្រោមការគ្រប់គ្រងរបស់ប្រទេសដៃវៀតទាំងអស់ជនជាតិចាមដែលមិនអាចទ្រាំទ្រអំណាចគ្រប់គ្រងរបស់ដៃវៀតបាននាំគ្នារត់ភៀសខ្លួនទៅស្រុកជ្វាឬកម្ពុជាតាំងពីនោះមកនគរចម្ប៉ាលែងមាននៅលើពិភពលោកជារៀងរហូតនៅឆ្នាំ1220ដដែលខ្មែរត្រូវបានដកពីប្រទេសចម្ប៉ាបណ្ដាលមកពីការបះបោរឬបំរាស់នៃជនជាតិសៀមនៅភាគខាងលិចប្រទេសត្រង់វាលទំនាបទន្លេមេណាមក្នុងពេលនោះចំនួនកើតមានរវាងចៅហ្វាយខេត្តខ្មែរនិងក្រុមដឹកនាំសៀម2នាក់នៅសុខោទ័យក្រោយពីការកើតមាននៅវិបត្តិនិងព្រឹត្តិការណ៍ខាងលើនេះពួកសៀមបានដណ្ដើមកាន់តំបន់សុខោទ័យហើយចៅហ្វាយខេត្តខ្មែរដែលជាអ្នកត្រួតត្រានៅទីនោះត្រូវភៀសខ្លួនចេញពីសុខោទ័យគេពុំដឹងថាព្រះបាទឥន្ទ្រវរ្ម័នទី2សុគតឆ្នាំណាទេគេដឹងថាក្រោយស្ដេចឥន្ទ្រវរ្ម័នទី2សោយទីវង្គតទៅស្ដេចជ័យវរ្ម័នទី8បានឡើងគ្រងរាជ្យបន្តព្រះបាទជ័យវរ្ម័នទី8ប្រហែលក្នុងឆ្នាំ1243ដល់ឆ្នាំ1295មហាក្សត្រដែលសោយរាជ្យបន្តពីព្រះបាទឥន្ទ្រវរ្ម័នទី2គឺមានព្រះនាមថាជ័យវរ្ម័នទី8ប៉ុន្តែស្ដេចអង្គនេះមិនទំនងជាបានបន្តផ្ទាល់ពីព្រះបាទឥន្ទ្រវរ្ម័នទី2ទេនោះប្រហែលជាមានស្ដេចអង្គផ្សេងទៀតតែពុំមានព័ត៌មានណាមួយជាក់លាក់ព្រះបាទជ័យវរ្ម័នទី8បានលើកតម្កើងព្រហ្មញ្ញសាសនាសាជាថ្មីជាហេតុធ្វើឲ្យប៉ះទង្គិចគ្នារវាងអ្នកពុទ្ធនិយមនិងអ្នកព្រហ្មនិយមដោយហេតុនេះហើយបានជាគេឃើញមានការកោសលុបរូបចម្លាក់ព្រះពុទ្ធនៅលើជញ្ជាំងសសរឬលើជញ្ជាំងប្រាសាទនានាហើយសាងជំនួសវិញនៅលឹងព្រះឥសូរឬតាបោះតាំងសិលនៅលើកន្លែងរូបចម្លាក់ពុទ្ធបដិមានេះជាកត្តាធ្វើឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងចំណែកសៀមដែលទើបតែកើតបានជារដ្ឋសុខោទ័យនោះក៏ចេះតែរកឧបាយកលដើម្បីវាតទឹកដីរបស់គេព្រឹត្តិការណ៍ដែលគេក៏សម្គាល់ឃើញក្នុងរាជកាលរបស់ព្រះបាទជ័យវរ្ម័នទី8មានដូចតទៅនយោបាយក្រៅប្រទេសរបស់ព្រះបាទជ័យវរ្ម័នទី8ត្រូវប្រឈមមុខទល់ជាមួយនឹងជាតិសៀមដែលបានបន្តការបះបោរប្រឆាំងខ្មែរនៅត្រង់វាលទំនាបកណ្ដាលទន្លេមេណាមនៅក្នុងប្រទេសព្រះបាទជ័យវរ្ម័នទី8ត្រូវប្រឈមមុខជាមួយជនជាតិម៉ុងហ្គោលដែលបានធ្វើការឈ្លានពានលើអាស៊ីអាគ្នេយ៍ទាំងមូលក្រោយពីវាយយកបានប្រទេសចិននៅឆ្នាំ1205និងឆ្នាំ1207ហើយបង្កើតរាជវង្សឡើងសោយរាជ្យនៅប្រទេសនេះនៅឆ្នាំ1279ដល់ឆ្នាំ1368ព្រះបាទជ័យវរ្ម័នទី8បានដាក់រាជហើយផ្ទេរឲ្យព្រះអង្គម្ចាស់ស្រីឥន្ទ្រវរ្ម័នដែលបានរៀបអភិសេកជាមួយបុត្រីរបស់ព្រះអង្គព្រះនាមស្រិន្ទ្រភូបេស្វរជោឌា